ដើរលេងសង្ក្រានម្ដងមានជ័យឃើញថាមនុស្សច្រើនមែនទែននៅថ្ងៃចុងក្រោយនៃសង្ក្រានថ្ងៃទី3គឺនៅជុំវិញបរិវេណមានឯករាជ្យខេត្តឧត្តរមានជ័យនិយាយថាមានបងប្អូនយើងក៏មកលេងច្រើនហើយនៅតំបន់សើមរបស់យើងគឺថាមានបងប្អូនបូរមលេងសប្បាយច្រើននៅកន្លែងមានទាំងតារាគាត់មកច្រៀងលេងសប្បាយជាមួយនឹងសង្ក្រានឧត្តររបស់យើងគេថាឃើញទស្សនវិជ្ជាបែបនេះហើយថាមិនចង់ឲ្យផុតទៅចង់ឲ្យសង្ក្រានយើងនៅតទៀតក៏តែទៅមិនសង្ក្រានយើងមានតែ3ថ្ងៃចឹងមើលថាបងប្អូនយើងគាត់មកច្រើនសង្ក្រានយើងគឺចប់តែប៉ុណ្ណឹងឆ្នាំក្រោយយើងជួបគ្នាទៀតនៅសង្ក្រានឆ្នាំ2026